តើនឹងមានអ្វីកើតឡើងនៅពេលដែលគូស្នេហ៍មួយគូបានធ្វើដំណើរទៅក្រេបទឹកឃ្មុំតែបែរជាទៅបានជួបជាមួយនឹងសង្សារចាស់ដូច្នេះពួកគេក៏បានបោកអង្កេបជាមួយនឹងគ្នាដើម្បីរំលឹកអនុស្សាវរីយ៍ឡើងវិញរឿងចាប់ផ្ដើមឡើងដែលមានគូស្នេហ៍មួយគូបន្ទាប់មកពួកគេក៏បានទៅក្រេបទឹកឃ្មុំនៅឯប្រទេសជប៉ុនហើយតួឯកស្រីនៅក្នុងរឿងនាងមានឈ្មោះថាការ៉ានាងបានផ្ដល់បទសម្ភាសន៍ពីរឿងស្នេហាសម្រាប់នាងស្នេហាគួរតែត្រូវចេះគោរពគ្នាទៅវិញទៅមកនេះគឺជាគន្លឹះនាំមកនូវសុភមង្គលហើយម៉េកដែលត្រូវជាមិត្តប្រុសរបស់នាងគេបានជួបផ្ទះធំមួយហើយនៅក្នុងឱកាសក្រេបទឹកឃ្មុំគាត់បានសង្ឃឹមថានឹងផ្ដល់កាដូពិសេសមួយនេះសម្រាប់ការ៉ាបន្ទាប់មកពួកគេក៏បានមានសេចក្តីសុខជាមួយនឹងគ្នាហើយសម្រាប់កេនជីដែលជាអតីតមិត្តប្រុសរបស់ការ៉ាគាត់បានផ្ដល់បទសម្ភាសន៍ថាការស្រឡាញ់គ្នាគួរតែមានទំនាក់ទំនងនៅរឿងលើក្រេឲ្យបានច្រើនដើម្បីធ្វើឲ្យស្នេហាកាន់តែសម្បូរបែបនិងគ្រប់គ្រាន់ហើយចំណែកកាន់យ៉ាដែលជាមិត្តស្រីរបស់ខេនជីនាងបានប្រាប់ថាយើងគួរតែទទួលស្គាល់អ្វីគ្រប់យ៉ាងដែលតាក់ទងនឹងមិត្តប្រុសរបស់យើងទាំងចំណុចល្អហើយនិងចំណុចអាក្រក់ហើយចំណែកម៉េកដែលជាតួឯកប្រុសនៅក្នុងរឿងគេបាននិយាយថារឿងនៅលើក្រេវាគឺជារឿងសំខាន់ដែលធ្វើឲ្យទំនាក់ទំនងស្នេហាកាន់តែផ្អែមល្ហែមហើយរឿងក៏បានកាត់ត្រឡប់ថយក្រោយវិញបន្តិចមុនពេលដែលពួកគេចូលសម្ភាសខណៈដែលម៉េកហើយនិងការ៉ាបានធ្វើដំណើរកម្សាន្តដើរលេងក្នុងទីក្រុងហើយស្រាប់តែនាងបានជួបជាមួយនឹងខេនឈីដែលចៃដន្យហើយពួកគេបានធ្វើជាមិនស្គាល់គ្នាតាមពិតជាក់ស្ដែងគាត់គឺជាអតីតសង្សារចាស់របស់ការ៉ានាងបានណែនាំម៉េកឲ្យស្គាល់ជាមួយនឹងខេនជីប៉ុន្តែនាងក៏មិនបានបញ្ជាក់រឿងលម្អិតការ៉ានាងបានសួរខេនជីថាមានពេលទំនេរដែរទេព្រោះថានាងចង់ឲ្យគាត់គឺជាកាយនាំនាងហើយនិងមិត្តប្រុសរបស់នាងដើរលេងកម្សាន្តដោយមិនបានសួរមតិយោបល់របស់ម៉េកសូម្បីតែបន្តិចកេនជីគេយកព្រមធ្វើជាកាយនាំពួកគេដើរលេងគាត់បាននាំពួកគេដើរលេងគ្រប់ទីកន្លែងហើយពួកគេក៏បានទៅទស្សនាបុណ្យវប្បធម៌របស់ជប៉ុនក្រោយមកពួកគេក៏បានចូលរួមអង្គុយផឹកស៊ីនៅឯផ្ទះដែលម៉េកក៏បានជួលតុហើយម៉េកគាត់ក៏បានសួរថាកេនជីគេមករស់នៅទីនេះបានដោយរបៀបណាកេនជីបានប្រាប់ថាឪពុកចុងរបស់គេគឺជាជនជាតិជប៉ុនហើយអាជីពរបស់គាត់គឺនាំភ្ញៀវទេសចរដើរលេងនិងពេលខ្លះក៏ទទួលការងារធ្វើជាអ្នកកំដរជនជាតិជប៉ុនដែលមានអារម្មណ៍ឯកោដែលអាចទទួលបានប្រាក់ឈ្នួលខ្ពស់រហូតដល់50,000 យេនហើយបន្ទាប់មកកេនជីគេក៏បានសួរអំពីការងាររបស់ម៉េកនិងបានដឹងថាម៉េកគាត់គឺជាវិស្វករដែលទទួលបានប្រាក់ចំណូលល្អបន្ទាប់មកការ៉ានាងបានសួរម្ដងថាហេតុអ្វីកេនជីគេបដូរឈ្មោះកេនជីក៏បានប្រាប់ថាការផ្លាស់ប្ដូរមករស់នៅជប៉ុនគឺចាំបាច់ត្រូវតែបដូរឈ្មោះបន្ទាប់មកម៉េកគេក៏បានដេកលក់បាត់ទៅហើយនៅយប់នឹងកេនជីគេក៏បានស្នាក់នៅទីនឹងផងដែរក្រោយមកការ៉ានាងបានលួចចូលទៅរកកេនជីដើម្បីបោកអង្កេបជាមួយនឹងនាងប៉ុន្តែកេនជីគាត់បានបដិសេធព្រោះថាគាត់អាណិតដល់ម៉េកព្រោះថាម៉េកគាត់គឺជាមនុស្សល្អហើយការ៉ានាងបាននិយាយថាប្រសិនបើជាកេនជីធ្វើឲ្យនាងមានសេចក្តីសុខនាងនឹងឲ្យរង្វាន់ដល់គាត់ហើយនាងក៏បានត្រឡប់ទៅបន្ទប់របស់នាងវិញកេនជីគេបានយល់ពីអត្ថន័យដូច្នេះគាត់ក៏បានដើរតាមនាងដើម្បីនិយាយអធិប្បាយឲ្យបានច្បាស់ហើយនៅពេលដែលគេដើរចូលទៅដល់ក្នុងបន្ទប់របស់ការ៉ានៅពេលដែលការ៉ានាងបានឃើញនាងក៏បានក្រោកឡើងជាមួយនឹងប្រាក់50,000 យេនដើម្បីបង្ខំឲ្យគាត់ធ្វើតាមការចង់បានរបស់នាងហើយសម្រាប់ឈុតឆាកកន្លែងហ្នឹងគឺវាពិតជាស៊ីអារម្មណ៍ខ្លាំងមែនទែនមួយសន្ទុះក្រោយមកម៉ែគាត់ក៏បានភ្ញាក់ឡើងមកហើយក៏បានឃើញពួកគេទាំងពីរនៅជាមួយនឹងគ្នាម៉ែគាត់ក៏មិនបានភ្ញាក់ផ្អើលអ្វីដែរតែបែរជាគេសូមចូលរួម 2 in 1 ទៅវិញហើយក្រោយមកកាន់យ៉ានាងក៏បានសម្រុបចូលទៅក្នុងបន្ទប់ហើយក៏បានឃើញពួកគេទាំង3នាក់នៅជាមួយនឹងគ្នាកាន់យ៉ានាងបានចូលទៅវេកេនជីព្រមទាំងបានស្ដីបន្ទោសគាត់ហើយកាន់យ៉ានាងមកដល់ទីនេះបានដោយសារតែនាងមកតាម GPS ហើយកេនជីគាត់បានអធិប្បាយថានេះគឺជាការងាររបស់គាត់បន្ទាប់មកពួកគេទាំង3នាក់ក៏បានប្រាប់ឲ្យកាន់យ៉ានាងចិត្តត្រជាក់សិនកេនជីគាត់បានបញ្យល់ថាបងបានប្រទះឃើញការ៉ាហើយនឹងម៉េកដោយចៃដន្យហើយការ៉ានាងគឺជាអតីតសង្សារចាស់របស់បងបន្ទាប់មកបងក៏បានផឹកជាមួយនឹងពួកគេរួចក៏បានស្រវឹងហើយភ្ញាក់ឡើងក៏បានដូចអ្វីដែលអូនបានឃើញកេនជីគេបានសម្រក់ទឹកភ្នែកហើយនិយាយថាកាន់យ៉ាអូនល្អគ្រប់យ៉ាងប៉ុន្តែបងមានអ្វីមួយដែលខ្វះខាតទើបកាន់យ៉ានាងមានអារម្មណ៍ថាអាណិតគាត់ហើយយល់ព្រមធ្វើអ្វីគ្រប់យ៉ាងដើម្បីកុំឲ្យបាត់បង់កេនជីបន្ទាប់មកពួកគេទាំង4នាក់ក៏បានចាប់ផ្ដើមមានសេចក្តីសុខជាមួយនឹងគ្នាពេលវេលាបានកន្លងផុតទៅការសម្ភាសក៏ត្រូវបានបញ្ចប់ពួកគេក៏បានអង្គុយនិយាយគ្នារួចក៏បានមានសេចក្តីសុខជាមួយនឹងគ្នាម្ដងទៀតហើយពួកគេបានធ្វើបែបនេះជារៀងរាល់ថ្ងៃរហូតដល់ថ្ងៃដែលម៉េកហើយនិងការ៉ាត្រូវត្រឡប់ទៅប្រទេសរបស់ខ្លួនវិញការ៉ាបាននិយាយថាប្រទេសជប៉ុនពិតជាគួរឲ្យចង់រស់នៅពិតមែនហើយម៉េកគាត់ក៏បានយល់ថាវាពិតជាគួរឲ្យចង់រស់នៅពិតមែនព្រមនឹងសន្យាថាជារៀងរាល់ឆ្នាំគាត់នឹងនាំនាងមកលេងទីនេះតែការ៉ាប្រាប់ថានាងចង់រស់នៅទីនេះតែម៉េកប្រាប់ថាផ្ទះជួលនៅទីនេះគឺវាថ្លៃខ្លាំងណាស់ហើយរឿងរបស់យើងក៏បានកាត់បញ្ចប់តែត្រឹមចំណុចហ្នឹងទៅ